នេះនឹកឃើញចង់ញ៉ាំភ្លាត្រីម្រះឥឡូវមកធ្វើភ្លាត្រីម្រះហើយក៏ចែកម្លែកឲ្យបងប្អូនបានមើលទាំងអស់គ្នាណាពីវិធីធ្វើភ្លាត្រីម្រះហើយភ្លាត្រីម្រះនេះញ៉ាំមួយបាយក៏បានគ្រឿងក្លែមក៏បានត្រូវទាំងអស់បងប្អូនហើយវិធីធ្វើគិតថាងាយក៏ថាបានយូរក៏ថាបានដោយសារអីយើងត្រូវផ្លះត្រីផ្លះអីចឹងណាបងប្អូនហើយថ្ងៃនេះខ្ញុំមានជាមួយត្រីផ្ទក់ត្រីស្រែហ្នឹងអញ្ចឹងខ្ញុំមានត្រីផ្ទក់មួយតែយើងផ្លះមកបានសាច់ត្រីប្រហែលជាមួយខាំលើសតិចតួចអីទេដោយសារត្រីយើងរៀងទូចដែរអញ្ចឹងណាហើយធ្វើវាស្អាតមកខ្ញុំផ្លះវាអញ្ចឹងបងប្អូនយកឆ្អឹងចេញអស់ណាបន្ទាប់មកខ្ញុំធ្វើការចិតក្រូចដើម្បីយើងច្បាច់ជាមួយត្រីណាហើយបើបងប្អូនមានសូដាចាក់សូដាក៏បានដែរប៉ុន្តែខ្ញុំធ្វើបែបនេះក៏ឆ្ងាញ់មួយបែបអញ្ចឹងណាហើយវាអត់សូវចុះលុយទៅទិញសូដាទិញអីចឹងណាបងប្អូនមានក្រូចស្រេចដាក់ទៅចាហើយយើងផ្លាស់ត្រីបានប៉ុណ្ណឹងខ្ញុំចាប់ផ្ដើមច្បាច់ក្រូចឆ្មាចំនួន2ផ្លែចូលបងប្អូនហើយក្រូចនេះគឺក្រូចខ្មែរគឺឈ្ងុយមែនតែនហ្មងបងប្អូនច្បាច់ដាក់ឲ្យនិយាយទៅឲ្យច្រើនហ្មងទៅដើម្បីឲ្យសាច់ត្រីយើងវាឆ្អិនល្អចឹងណាហើយក៏វាអត់ឆ្អាបដែរបងប្អូនខ្ញុំធានាឲ្យធ្វើបែបហ្នឹងគឺអត់ឆ្អាបហ្មងត្រីយើងគឺញ៉ាំស្នឹកមាត់ណាបន្ទាប់មកយើងច្បាច់ទុកម្ដុំហើយយើងកុំតន់ធ្វើអីវាយើងចាប់ផ្ដើមមកធ្វើគ្រឿងបន្លែម្ដងយើងមានម្រះនឹងឯងព្រោះតួឯកយើងគឺម្រះហើយដូចខ្ញុំនិយាយចឹងម្ហូបយើងគឺភ្លាត្រីម្រះអញ្ចឹងបើអត់មានម្រះទៅជាស្អីផ្សេងមានណាបងប្អូនចាអញ្ចឹងខ្ញុំធ្វើការចិត្តម្រះអញ្ចឹងមកហាន់ម្រះអញ្ចឹងហើយខ្ញុំហាន់គល់ស្ក្រេម្ដងនិយាយចង់ជាប់មាត់បងប្អូនវីដេអូណាក៏ដោយតែខ្ញុំនិយាយដល់ជាប់មាត់ហើយគ្រប់វីដេអូដល់ទៅបន្ទាប់មកយើងចាប់ផ្ដើមហាន់ខ្ទឹមណាបងប្អូនហើយជាក់ស្ដែងខ្ទឹមហ្នឹងខ្ញុំហាន់រួចខ្ញុំយកទៅបុកដែរទេខ្ញុំភ្លេចខ្ញុំច្រឡំថាខ្លួនឯងដាក់តង់ចឹងហ៎កុំអីមិនបាច់ត្រូវនេះអីត្រូវយកទៅបុកដែរហ្នឹងហើយខ្ញុំមានជាមួយរំដេងបន្តិចដែររំដេងយើងយកទៅបុកបងប្អូនឥឡូវគ្រឿងផ្សំដែលយើងត្រូវមានគឺរួចរាល់ហើយយើងនៅតែការលាយគ្រឿងឯងអញ្ចឹងខ្ញុំមានត្រីដែលយើងច្របាច់ក្រូចមុនហ្នឹងតែយកអត់បានពូតទឹកវាចេញណាបងប្អូនហើយសណ្តែកដីខ្ញុំមានជាមួយម្រះគល់ស្លឹកគ្រៃចាស្លឹកក្រូចសើចហើយម្ទេសក្រូចឆ្មាខ្ទឹមក្រហមហើយរំដេងដែលយើងហាន់មុនហ្នឹងនិងខ្ទឹមសហើយសណ្តែកបដូងនិងជីបងប្អូនបន្ទាប់មកខ្ញុំត្រូវត្រាំម្រះជាមុនសិនដោយសារម្រះខ្ញុំនេះម្រះខ្មែរល្វីងមែនតើបងប្អូនអើយទិញយកមកស្លថ្ងៃមុនស្ងោរម្រះទៅក៏នៅសល់អញ្ចឹងខ្ញុំយកមកធ្វើភ្លាត្រីអញ្ចឹងណាតែម្រះល្វីងអញ្ចឹងខ្ញុំត្រូវការច្បាច់វាជាមុនសិនបងប្អូនយើងច្បាច់វាអញ្ចឹងវាកាត់បន្ថយការល្វីងនឹងបាន50ទៅ 60% ដែរណាជាយើងធ្វើការដាក់អំបិលអញ្ចឹងមកខ្ញុំដាក់អំបិលប្រហែលជា70 ព្រាបាយដែរបងប្អូនហើយខ្ញុំធ្វើការច្បាច់វាប្រើដៃនឹងឲ្យបងប្អូនលឿនបាច់ចាំស្រោមដៃស្រោមអីទេព្រោះយើងត្រូវលាងទឹកលាងអីទៀតហ៎មើលតែម្រះយើងទុនហើយចេញទឹកបានប៉ុណ្ណឹងយើងចាប់ផ្ដើមលាងវាមកបងប្អូនច្បាច់លាងវាអស់ជាអំបិលណាពី3ទឹកអីទេណាតែជាក់ស្ដែងខ្ញុំច្បាច់តែ2ទឹកឯងបានន័យថាខ្ញុំច្បាច់លាងហ្នឹង2ទឹកហើយនឹងខ្ញុំចាក់ត្រាំហ្នឹង1ទឹកទៀតអញ្ចឹងណានេះយើងចាក់ត្រាំវាទុកសិនទៅយើងកុំតន់ថៃវាយើងចាក់ត្រាំទុកសិនណាហើយយើងមកធ្វើការលាយគ្រឿងតែមុនហ្នឹងខ្ញុំបានថតបងប្អូនហើយយើងច្បាច់អាទឹកដែលយើងច្បាច់ត្រីហ្នឹងយើងយកទៅស្ងោរជាមួយប្រហុកអញ្ចឹងណាតែខ្ញុំបានថតបងប្អូនហើយអញ្ចឹងយើងមើលកាត់ហើយស្ដាប់ខ្ញុំនិយាយទៅយល់ណាអញ្ចឹងខ្ញុំធ្វើការលាយសាច់ត្រីខ្ញុំច្បាច់មុនហ្នឹងហើយគល់ស្លឹកគ្រៃនិងស្លឹកក្រូចហ្នឹងយើងដាក់ចូលមកខ្ទឹមក្រហមក៏ដូចគ្នាយើងដាក់ចូលមកហើយមកហើយមួយទៀតហ្នឹងគឺជាមួយគ្រឿងបុកដែលយើងបុកនឹងឯងគឺមានម្ទេសខ្ទឹមសហើយនិងរំដេងបងប្អូនបុកគ្រឿងអញ្ចឹងគឺឆ្ងាញ់បងប្អូនញ៉ាំឆ្ងាញ់មែនតើវាអត់ដូចយើងហាន់ទេហើយខ្ញុំប្រើទឹកប្រហុកហ្នឹងចំនួន4ស្លាបព្រាបាយហើយទឹកប្រហុកហ្នឹងអត់សូវប្រៃទេដោយសារខ្ញុំប្រើប្រហុកតិចដែរហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងទឹកត្រី1ស្លាបព្រាបាយហើយខ្ញុំប្រើប៊ីចេងហ្នឹងមួយចុងស្លាបព្រាបាយបងប្អូន
បន្ទាប់មកទៀតខ្ញុំប្រើស្ករសហ្នឹងមកស្ព្រីបាយបងប្អូនដោយសាររសជាតិហ្នឹងអត់សូវផ្អែមទេរសជាតិហ្នឹងគឺអត់ផ្អែមទេមកល្មមមកនិយាយទៅមកឆ្ងាញ់ហ្មងហើយយើងធ្វើការច្របល់គ្រឿងសិនណាច្របល់វាឲ្យសព្វសិនបន្ទាប់មកយើងធ្វើការដាក់ម្រះយើងចូលម្រះយើងស្រង់ចេញពីទឹកមុនហ្នឹងត្រាំទឹកម្រះអញ្ចឹងវាធ្វើឲ្យម្រះយើងហ្នឹងវានៅស្រួយល្អសាច់វាទន់ប៉ុន្តែស្រួយបងប្អូនឆ្ងាញ់មែនតើហើយយើងធ្វើការដាក់សណ្តែកបដោះអីចូលគ្នាហើយមកហើយខ្ញុំធ្វើការច្របល់វាឲ្យបន្លែហ្នឹងរៀងទន់តិចសិននៅពេលដែលយើងបុកគ្រឿងបងប្អូនឃើញទេពណ៌ទឹកញោមភ្លារបស់យើងគឺទំនងមែនតើតោះមកខ្ញុំភ្លក់តិចសិនខ្ញុំចង់ដឹងទៅរសជាតិហ្នឹងវាមកនៅអញ្ចឹងណាតែជាក់ស្ដែងវាស្ទើរជូរហើយរៀងសាបបន្តិចអញ្ចឹងខ្ញុំប្រើក្រូចឆ្មាបន្ថែមចំនួនមួយផ្លែទៀតដោយសារតែមុនហ្នឹងខ្ញុំបានប្រើក្រូចឆ្មាទេដោយសារយើងច្បាច់សាច់ត្រីជាមួយក្រូចឆ្មាអញ្ចឹងអត់ទាន់ហ៊ានប្រើក្រូចឆ្មាទេដោយសារហើយខ្ញុំធ្វើការបន្ថែមទឹកប្រហុកហ្នឹងចំនួន3ស្លាបព្រាបាយថែមទៀតបងប្អូនដូចខ្ញុំនិយាយបញ្ជាក់អញ្ចឹងប្រហុកខ្ញុំទឹកប្រហុកហ្នឹងអត់សូវប្រៃទេដោយសារយើងដាំជាទឹកប្រហុកអញ្ចឹងវាអត់ប្រៃទេបងប្អូនហើយយើងច្របល់វាទៀតមកមើលតែអូខេហើយខ្ញុំចាប់ផ្ដើមដាក់សណ្តែកដីយើងចូលសណ្តែកដីហ្នឹងបើថ្មីយើងលីងខ្លួនឯងឆ្ងាញ់ណាបងប្អូនបើយើងទិញគេចំរបស់សល់អត់ឆ្ងាញ់ទេវាអត់ឈ្ងុយតែនេះខ្ញុំលីងខ្លួនឯងហើយខ្ញុំដាក់ជីដាក់អីមកភ្លាត្រីម្រះយើងរួចជាការស្រេចនឹងឯងបងប្អូនហើយសម្រាប់បងប្អូនដែលគាត់ចូលចិត្តមើលវីដេអូខ្ញុំកុំភ្លេចជួយ Subscribe អ្នកមួយផងបងប្អូនហើយខ្ញុំក៏មិនមែនជាអ្នកជំនាញធ្វើម្ហូបអីដែរគ្រាន់តែថាអ្វីដែលខ្ញុំចេះចែកម្លែកទៅតាមបងឲ្យបងប្អូនបានចេះទាំងអស់គ្នាអញ្ចឹងទៅហើយពេលខ្លះខ្ញុំក៏មើលពីបងប្អូនដែលគាត់បង្រៀនធ្វើម្ហូបអីដូចតែគ្នានឹងឯងបងប្អូនអើយអញ្ចឹងយើងមានចេះតគ្នាជាអញ្ចឹងយើងមានតែចេះតគ្នាណាបងប្អូនអញ្ចឹងអរគុណបងប្អូនសម្រាប់ការទស្សនាវីដេអូនេះដល់ចប់អរគុណ